បងផ្លុងខ្លួនកាន់តែជ្រៅកន្លងសង្គ្រាមអ៊ីស្រាអែលប្រកាសចូលកាន់កាប់ទីតាំងថ្មីទៀតរបស់លីបង់លីបង់បានក្លាយជាសមរភូមិមួយទៀតនៃសង្គ្រាមនៅមជ្ឈិមបូព៌ាក្រោយអាមេរិកនិងអ៊ីស្រាអែលបើកប្រតិបត្តិការយោធាលើអ៊ីរ៉ង់បើតាមរដ្ឋមន្ត្រីក្រសួងការពារជាតិអ៊ីស្រាអែលយោធាអ៊ីស្រាអែលដណ្ដើមកាន់កាប់បាននៅថ្ងៃអង្គារទី3មិនិនា2026នេះនៅទីតាំងថ្មីមួយទៀតរបស់លីបង់បន្ទាប់ពីបានបើកការវាយផ្លុងលើចលនាហ៊ីស្បូឡាទន្ទឹមនឹងការវាយប្រហារលើអ៊ីរ៉ង់រដ្ឋាភិបាលអ៊ីស្រាអែលបានអនុញ្ញាតឲ្យយោធាអ៊ីស្រាអែលរុលទៅមុខនិងចូលកាន់កាប់ទីតាំងយុទ្ធសាស្ត្រថ្មីបន្ថែមទៀតនៅលើទឹកដីលីបន់ដើម្បីរារាំងកុំឲ្យចលនាហ៊ីស្បូឡាដែលស្និទ្ធនឹងអ៊ីរ៉ង់អាចបាញ់មីស៊ីលលើដែនដីអ៊ីស្រាអែលនេះជាប្រសាសន៍របស់លោករដ្ឋមន្ត្រីក្រសួងការពារជាតិអ៊ីស្រាអែលកាតតាំងពីយប់ថ្ងៃច័ន្ទឆ្លងយល់ថ្ងៃអង្គារទី3មិនិនាមកយោធាអ៊ីស្រាអែលបានប្រកាសបើកការវាយប្រហារយ៉ាងសន្ធប់លើអ៊ីរ៉ង់និងលីបង់ដោយអំពាវនាវឲ្យប្រជាពលរដ្ឋលីបង់ជម្លៀសខ្លួនចេញពីលំនៅឋានដើម្បីគេចពីគ្រាប់ភ្លើងការវាយប្រហារបានផ្តាច់ជីវិតអ្នកទទួលខុសត្រូវជាន់ខ្ពស់ហេសបូឡាម្នាក់ដែលទទួលបន្ទុកគ្រប់គ្រងអាវុធយុទ្ធភ័ណ្ឌក្រោមបង្គាប់ស្ទាល់របស់កងកម្លាំងទ័ពជើងឆាតអ៊ីរ៉ង់ Al-Quds នេះបើតាមប្រភពយោធាអ៊ីស្រាអែលដោយបញ្ជាក់នៅថ្ងៃអង្គារទី3មិនិនាថាយោធាអ៊ីស្រាអែលកំពុងបន្តកាន់កាប់ទីតាំងយុទ្ធសាស្ត្រ5កន្លែងតាមបណ្ដោយព្រំដែនលីបង់អ៊ីស្រាអែលចំណែកកងទ័ពរដ្ឋាភិបាលលីបង់បានដកថយចេញពីតំបន់ភាគខាងត្បូងនៃប្រទេសក្រោយប្រតិបត្តិការរបស់យោធាអ៊ីស្រាអែលលើលីបង់ជាមួយនឹងសេចក្តីប្រកាសពង្រាយទ័ពបន្ថែមនៅតាមទីតាំងជាច្រើនទៀតនៅតាមបណ្ដោយព្រំដែនអ៊ីស្រាអែលបានបដិសេធថាគ្មានប្រតិបត្តិការជើងគោកវាចូលលីបង់ទេវត្តមានកងទ័ពអ៊ីស្រាអែលឈរជើងតាមព្រំដែនជាតាក់ទិកដើម្បីធានាការពារសន្តិសុខជូនជនស៊ីវិលនិងរារាំងពួកហេសបូឡាដែលបានបាញ់មីស៊ីលលើអ៊ីស្រាអែលតែបើតាមអង្គការសហប្រជាជាតិសង្គ្រាមអ៊ីស្រាអែលប្រឆាំងនឹងពួកហេសបូឡាបានបង្កឲ្យមានការបាត់បង់ជីវិតមនុស្សអស់ជាច្រើនសិបនាក់និងមានជនផ្លាស់ទីយ៉ាងហោច 31,000 នាក់នៅលីបង់និងជនផ្លាស់ទីលីបង់នេះនឹងកើនឡើងខ្លាំងនៅពេលខាងមុខដ៏ខ្លីឧត្តមស្នងការសិទ្ធិមនុស្សអង្គការសហប្រជាជាតិបានបញ្ជាក់អំពីក្តីព្រួយបារម្ភចំពោះអំពើហិង្សាវាយប្រហារគ្នានៅលីបង់និងអំពាវនាវឲ្យភាគីទាំងអស់ងាកទៅគោរពបទឈប់បាញ់ដែលចុះហត្ថលេខាកាលពីឆ្នាំ2024សូមរំលឹកថាក្រោយផ្ទុះសង្គ្រាមអាមេរិកអ៊ីស្រាអែលវាយអ៊ីរ៉ង់ភ្លាមរដ្ឋាភិបាលលីបង់បានព្យាយាមដកខ្លួនឲ្យនៅឆ្ងាយពីជម្លោះតែមិនអាចហាមឃាត់សកម្មភាពយោធារបស់ចលនាហ៊ីស្បូឡាបានទេហ៊ីស្បូឡាបានប្រកាសសងសឹកដោយបានបើកការវាយប្រហារដោយប្រើដ្រូននិងមីស៊ីលសម្ដៅទីតាំងយោធាអ៊ីស្រាអែលនៅភាគខាងជើងគួរបញ្ជាក់ថាចលនាហ៊ីស្បូឡាដែលគាំទ្រអ៊ីរ៉ង់ជាក្រុមប្រដាប់អាវុធសកម្មតែមួយនៅលីបង់ដែលមានអាវុធយុទ្ធភ័ណ្ឌគិតចាប់ពីប្រទេសបានបញ្ចប់សង្គ្រាមស៊ីវិលនៅឆ្នាំ1975ដល់1990មកដោយអ្នកនាំពាក្យតាម Page សង្គមព្រឹត្តិការណ៍ Social Events